ជំរាបសួរសួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះខ្ញុំបានធ្វើនំបញ្ចុកដើម្បីគោរពតាមពាក្យសន្យាដែលបានសន្យាជាមួយបងប្រុសចិនម្នាក់ដែលខ្ញុំបាននិយាយជាមួយគាត់កាលពីវីដេអូមុនថានឹងធ្វើនំបញ្ចុកឲ្យគាត់បានភ្លក់បាទថ្ងៃនេះខ្ញុំមកធ្វើតាមសន្យាហើយបាទហើយសម្រាប់នំបញ្ចុកកញ្ចប់ដែលមានស្រាប់នេះផងដែរពេលដែលដាំទឹកពុះគឺបងប្អូនដាក់វាចូលហើយគឺចាំបាច់ត្រូវតែកូរវាជាប់រហូតអញ្ចឹងណាបងប្អូនបើមិនកូរទេវាអាចនឹងជាប់នៅបាតឆ្នាំងរបស់យើងបាទហើយនេះគឺជានំបញ្ចុកដែលយើងបានធ្វើឆ្អិនហើយខ្ញុំបានចាប់ចង្វាយដាក់នៅក្នុងកញ្ច្រែងបានយ៉ាងល្អហើយនេះល្អសម្រាប់ខ្ញុំហើយព្រោះខ្ញុំមិនមែនជាអ្នកអាជីពទេបងប្អូនអរគ្នាហើយត្រីគឺខ្ញុំជ្រើសរើសយកត្រីក្រហមដែលទិញមកពីហាងរបស់វៀតណាមបាទយើងពហិការដាច់ខាតគឺរបស់អាចោសៀមឆ្លៀតពេលដែលខ្ញុំដាក់ស្ងោរត្រីចោលនោះគឺខ្ញុំបានហាន់ខ្ទឹមបន្ថែមដាក់ជាមួយគ្រឿងដើម្បីបន្ថែមឱជារសហើយសម្រាប់គ្រឿងនេះផងដែរគឺខ្ញុំជ្រើសរើសយកគ្រឿងដែលបុកហើយស្រាប់ដោយសារតែខ្ញុំមិនអាចបុកក្ដុងក្ដាំងបានទេដូចបងប្អូនដឹងស្រាប់ហើយនៅប្រទេសកូរ៉េគឺយើងអត់អាចបុកក្ដុងក្ដាំងរំខានដល់អ្នកជិតខាងទេគេអាចប្តឹងយើងបានហើយនេះត្រីរបស់យើងគឺឆ្អិនហើយសម្រាប់ត្រីផងដែរគឺខ្ញុំអត់បានដាក់ទាំងមូលមួយទេគឺខ្ញុំដាក់តែពាក់កណ្ដាលទេដើម្បីធ្វើម្ហូបព្រោះទឹករបស់យើងគឺយើងធ្វើតិចដែរទេនំបញ្ចុកយើងក៏មកល្មមយើងធ្វើប៉ាន់ស្មានទៅតាមអ្វីដែលយើងមើលឃើញបងប្អូនអរគ្នាមិនច្រើនពេកហើយក៏មិនតិចពេកផងដែរបន្ទាប់ពីខ្ញុំស្ងោរត្រីឆ្អិនរួចរាល់ហើយគឺខ្ញុំបានបេះឆ្អឹងវាចេញមកដើម្បីយកសាច់មកបុកលាយជាមួយគ្រឿងរបស់យើងគ្រឿងហើយបុកលាយជាមួយត្រីនេះដែរគឺបងប្អូនមិនបាច់បុកម៉ត់ពេកទេកាលណាដែលបុកម៉ត់ពេកទៅពេលដែលយើងដាក់ស្លទៅគឺវារឹតតែម៉ត់ឈឹងហ្មងលែងឃើញសាច់ត្រីខ្ទិះដូងនេះគឺខ្ញុំប្រើខ្ទិះដូងនេះបាទនេះរបស់វៀតណាមខ្ញុំទិញនៅក្នុងគូប៉ាំងចំណុះវា400មីលីលីត្រ893វារបស់វៀតណាមមិនរបស់សៀមទេខ្ញុំសុកចិត្តអត់បាទខ្ញុំទៅទិញខ្ញុំទៅរកទិញតបានគឺរបស់វៀតណាមមិនរបស់សៀមទេបាទឈរធ្វើសម្លនំបញ្ចុកបដាមើលទៅខាងក្រៅប្អួយឃើញទេសភាពស្អាតក៏លើកទូរស័ព្ទមកបើកប្អួយថតឲ្យបងប្អូនមើលបន្តិចទៅនេះគឺម្ដុំកន្លែងដែលខ្ញុំរស់នៅហើយគឺត្រជាក់ភ្នែកមែនតើហើយនេះគឺជាទឹកស្លដែលយើងបានធ្វើហើយมันខាប់ពេកហើយក៏មិនរាវពេកដែរគឺមកល្មមហើយសម្រាប់រសជាតិគឺខ្ញុំអត់ធ្វើតាមតម្រូវមាត់ខ្ញុំខ្លួនឯងទេបាទគឺខ្ញុំធ្វើតម្រូវមាត់សម្រាប់អ្នកភ្លក់ទូទៅមិនប្រៃពេកមិនផ្អែមពេកហើយក៏មិនជូរពេកមិនហឹរពេកទេមិនថាមហូបអីក៏ដោយបន្ទាប់ពីធ្វើទឹកស្លហើយគឺខ្ញុំចាប់ផ្ដើមធ្វើលក់បាទហាន់លបាយបាទសម្រាប់លបាយនេះគឺខ្ញុំមានស្ពៃក្តោបបន្តិចទៅសក់បន្តិចហើយនឹងសាឡាត់ដោយសារតែយើងពិបាករកមិនមែននៅស្រុកយើងទេពិបាករកលបាយមែនតើបើនៅស្រុកយើងស្រុកខ្មែរស្រួលមែនតើលបាយនំបញ្ចុកលបាយបាញ់ឆែវដើររកបេះបោចតែតាមគៀនលបងផ្ទះហ្នឹងក៏បានហូបដែរហើយសម្រាប់ការចិតលបាយហាន់លបាយនេះគឺបងប្អូនធ្វើយឺតទៅធ្វើមួយអាហ្នឹងបានវាម៉ត់ល្អល្អិតបានល្អិតកាលណាដែលយើងធ្វើបានល្អិតល្អហ្នឹងគឺយើងស្រួលហូបហើយណាមួយដាក់ចូលជាមួយទឹកសម្លរបស់យើងទៅវាធ្វើឲ្យចូលជាតិគ្នាបងប្អូនអរគ្នាហើយសម្រាប់ខ្ញុំវិញគឺជាមនុស្សម្នាក់ដែលធ្វើការងារមិនសូវបានលឿនរហ័សរហួនដូចគេបងប្អូនក៏ប៉ុន្តែសម្រាប់ការងារដែលខ្ញុំដាក់ចិត្តធ្វើតាំងចិត្តធ្វើគឺខ្ញុំធ្វើឲ្យល្អសឹងថាឥតខ្ចោះតែម្ដងបាទបើខ្ញុំមើលទៅមិនឃើញល្អមិនឃើញប្រសើរទេគឺខ្ញុំមិនអស់ចិត្តទេខ្ញុំធ្វើឲ្យធ្វើទៀតអាហ្នឹងសម្រាប់ការងារដែលខ្ញុំតាំងចិត្តធ្វើគឺខ្ញុំធ្វើឲ្យអស់ពីចិត្តអស់ពីថ្លើមហ្មងបងប្អូនអរគ្នាអាហ្នឹងគឺជាចរិតរបស់ខ្ញុំតាំងពីដើមរៀងមកបងប្អូនហើយនេះគឺជាលទ្ធផលដែលខ្ញុំខិតខំប្រឹងប្រែងមកបងប្អូនជួយដាក់បន្ទុកមើលគួរដាក់បន្ទុកឲ្យខ្ញុំប្រមាណបន្ទុកដែរសម្រាប់សុខភាពនឹងការមើលឃើញរបស់បងប្អូនអរគ្នាគួរតែឲ្យបន្ទុកខ្ញុំប្រមាណលើប្រមាណដែរបងប្អូននំបញ្ចុករបស់ខ្ញុំបានធ្វើហើយទាំងនំបញ្ចុកទាំងបបោយនិងទឹកស្លគឺខ្ញុំបានធ្វើរួចរាល់ហើយនៅតែចាំអ្នកភ្លក់ទេចាំមើលខ្ញុំបបួលជនជាតិកូរ៉េដើម្បីមកភ្លក់នំបញ្ចុកខ្មែរយើងក៏ប៉ុន្តែមិនដឹងថាគេភ្លក់អត់ទេបើតាមខ្ញុំគិតប្រហែលជាអត់ទេព្រោះដោយសារតែម្ហូបយើងភាគច្រើនមានក្លិនដូចស្លនំបញ្ចុកជាដើមយើងដាក់ប្រហុកអញ្ចឹងក្លិនវាដិតជនជាតិកូរ៉េគេអត់ហូបទេបាទ
បើក្លិនស្អុយវិញប្រហុកយើងនៅចាញ់អាសៀនផ្អាប់បោះរេអានឹងស្អុយខូចស្អុយខ្លាំងស្អុយដោយប្រហុកយើងតែគេអត់យល់នៅចាំតើមើលតិចទៀតចាំមើលមាននរណាគេភ្លក់ខ្លះខ្ញុំនឹងថតឲ្យបងប្អូនមើល ជាចុងក្រោយមែនទែនទៅគឺអត់មាននរណាគេភ្លក់ទេខ្ញុំបានទេទៅប្រធានខ្ញុំដែរគឺគាត់រវល់ចេញទៅក្រៅបាត់ហើយអត់បាននៅរោងចក្រទេបើបាននៅរោងចក្រគាត់អាចនឹងមកភ្លក់មានតែខ្ញុំ2នាក់ទេភ្លេចថែមតកែខ្ញុំម្នាក់ទៀតបាទតកែខ្ញុំម្នាក់ហ្នឹងគឺខ្ញុំបានចាប់នំបញ្ចុកមួយចង្វាយដាក់នឹងកូនចានតូចហ្នឹងខ្ញុំអត់ហ៊ានដាក់ច្រើនទេបងប្អូនគឺខ្លាចគាត់អត់ហូបក៏ប៉ុន្តែអ្វីវាខុសពីការគិតរបស់យើងគឺខ្ញុំបានយកទៅឲ្យគាត់ហើយគាត់ហូបភ្លាមហើយគាត់បានសរសើរថារសជាតិឆ្ងាញ់គាត់អត់មានបញ្ហាអីទេសម្រាប់ក្លិនតិចតួចហ្នឹងហើយគាត់បានលើកឡើងថាវាជាអាហារមួយដែលគាត់គិតថាជួយដល់សុខភាពទៀតព្រោះគាត់មើលឃើញមានបន្លែលបោយរបស់យើងមានច្រើនមុខអញ្ចឹងគាត់គិតថាអាហារនេះអាចជួយដល់សុខភាពទៀតខ្ញុំក៏ទៅតាមនឹងទៅខ្ញុំថាពិតមែនហើយអានេះអាចជាអាហាររបស់ខ្មែរ original ហ្មងហើយគាត់នៅខាងក្រៅបាទគាត់រវល់ការងារថែសួនរបស់គាត់ហ្នឹងហើយខ្ញុំយកទៅឲ្យនៅពេលដែលគាត់កំពុងតែកាត់ស្មៅកាត់ផ្កានៅសួនរបស់គាត់ហ្នឹងឯងពេលដែលខ្ញុំយកទៅឲ្យគាត់ហ្នឹងគឺខ្ញុំចង់ថតដែរបងប្អូនក៏ប៉ុន្តែយើងមិនអាចថតគាត់បដិបដាស់បានទេដូចបងប្អូនដឹងស្រាប់ហើយនៅកូរ៉េគេមានច្បាប់របស់គេត្រឹមត្រូវយើងមិនអាចទៅថតអ្នកណាម្នាក់ដោយគ្មានការអនុញ្ញាតពីគេបានទេបើសិនជាអត់មានការអនុញ្ញាតពីគេអាចប្តឹងយើងបានណាបងប្អូនអរគ្នាបើគេប្តឹងយើងចប់ហើយមានអីមានទៅស្រុកយើងវិញអស់ទាំងលុយហើយខាតពេលវេលាយើងទៀតចេះតែថាហើយនិយាយកុហកហ្នឹងបើមិនកុហកមិនក៏បេជនជាតិចិនដែលថតជាមួយហ្នឹងគេមិនប្តឹងឯងទៅចុះនេះជាការយល់ឃើញបងប្អូនក៏ប៉ុន្តែខ្ញុំចង់ប្រាប់ថាខ្ញុំបានសុំសិទ្ធគាត់ត្រឹមត្រូវបងប្អូនអត់អីទេគាត់អាចថតជាមួយខ្ញុំបានហើយវីដេអូនេះក៏មកដល់ទីបញ្ចប់ដែរក៏ប៉ុន្តែមុននឹងបញ្ចប់ក៏សូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងកាយវិការពាក្យសម្ដីមិនសមរម្យត្រង់ចំណុចណាមួយក៏សូមមេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទផងហើយក៏ជូនពរអ្នកទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំធ្វើដំណើរទៅណាមានសុខសុវត្ថិភាពសុខភាពល្អរកទទួលទានមានបានគ្រប់ក្រុមគ្រួសារហើយកុំភ្លេចចុច like ចុច share ក៏ដូចជា comment ហើយជាពិសេសទៅទៀតនោះបងប្អូនដែលមិនទាន់ចុច subscribe channel របស់ខ្ញុំទេសូមមេត្តាជួយចុច subscribe channel របស់ខ្ញុំម្នាក់មួយផងអរគុណជម្រាបលាបាយបាយ